បាទក្រុមជំនាញសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទមានគេសួរខ្ញុំច្រើនដែរតកតងទៅនឹងខ្សែអាពាហ៍ពិពាហ៍គេថាអ្នកដែលមានខ្សែអាពាហ៍ពិពាហ៍ច្រើនគឺជាមនុស្សដែលមានប្រពន្ធឬក៏មានប្តីនឹងច្រើនមែនទេលោកគ្រូបាទតាមពិតទៅខ្សែអាពាហ៍ពិពាហ៍នេះយើងអាចនិយាយឲ្យស្រួលស្ដាប់ទៅគឺវាមិនមែនជាខ្សែអាពាហ៍ពិពាហ៍ទេអ្វីដែលលោកគ្រូរបស់ខ្ញុំគាត់ហៅថាខ្សែចំណងស្នេហ៍ចឹងមានន័យថាវាមានខ្សែនឹងច្រើនតែជាមនុស្សដែលមានចំណងស្នេហ៍នឹងច្រើនដូចដៃនេះអញ្ចឹងបាទច្រើនមានតែមានគេស្រឡាញ់គេពេញចិត្តគេចូលចិត្តនឹងច្រើនបែបមនុស្សដែលមានប្រជាប្រិយភាពមានភាពតាក់ទាញណាមួយប៉ុន្តែខ្សែអាពាហ៍ពិពាហ៍ច្រើនពេកក៏មិនល្អដែរមនុស្សនោះគឺតែងតែមានបញ្ហាគេហៅមានការខកចិត្តឬខកបំណងច្រើនពីព្រោះគាត់ថាមានជំរឿច្រើនធ្វើឲ្យមនុស្សនោះគឺពិបាកក្នុងការទទួលយកឬក៏ចាប់យកចឹងហើយតែងតែមានការខកចិត្តឬក៏ខូចចិត្តនឹងជារឿយៗចឹងខ្សែអាពាហ៍ពិពាហ៍ច្រើនមិនកំណត់ថាជាមនុស្សដែលមានការរៀបការនោះច្រើនដងឬក៏មានប្តីមានប្រពន្ធនោះច្រើនដងទេប៉ុន្តែគឺវាអាចជួបនឹងមនុស្សដែលយើងស្រឡាញ់ឬក៏គេស្រឡាញ់យើងនឹងច្រើនបែបមនុស្សដែលមានប្រជាប្រិយភាពនិងមានភាពតាក់ទាញនឹងច្រើន